ត្រូវស្ដាប់អ្នកចេះស្រុកខ្មែរឬក៏ភពផែនដីនេះអ្នកដែលអាចពង្រៀនមេរៀនប្រពុតចាសាជាថ្មីហើយអ្នកដែលអាចនឹងពន្យល់ឲ្យកូនខ្មែរយល់ហ្នឹងហើយកូនខ្មែរត្រូវរៀនពីអ្នកដែលចេះស្រឡិចឲ្យច្បាស់ឲ្យចំចំណុចណាមិនលំទេណាកូនណាហ្នឹងហើយត្រូវរៀនឲ្យច្បាស់កុំជឿតាមអ្វីដែលគេនិយាយចេះតែតាមការនឹកឃើញណាកូនណាចឹងកូនត្រូវដឹងថាមនុស្សអាយុខ្ពស់វែងបំផុតគឺ1ទៅសេលេខ0 140ខ្ទង់1អសង្ខ័យ100ឆ្នាំដក1 100ឆ្នាំដក1មកទល់10ណាកូនអ្នក10ឡើង20 20ឡើង40 40ឡើង80 80ឡើង160 320ចឹងមកទល់1អសង្ខ័យវិញហើយបញ្ចប់ដើមចុះមកវិញចុះឡើងដូចនេះចឹងណាខៃចុះខៃឡើងខៃចុះខៃឡើងបែបហ្នឹងតោះណាហ្នឹងហើយអាយុវែងបំផុតមកអសង្ខ័យអាយុតិចបំផុត10ឆ្នាំ100ឆ្នាំដក1នេះរូបមន្តនៅពេលដែលខៃចុះណានៅពេលដែលខៃឡើងទៅវិញណា10ឡើង20 40ហ្នឹងហើយ80 160 320ចឹងទៅតោះនេះឲ្យច្បាស់ហ្នឹងហើយមួយអាយុនៃផែនដីនេះវាមាន4ដំណាក់កាលណាដំណាក់កាលទី1កាប់ទី1ណាមាន64អន្តរកាប់ណាហើយកាប់ក៏កើតកាប់ទី2កាប់នៅបានកាប់ដែលមានមនុស្សនៅបានទទួលនៅអត់បានកាប់ទី3កាប់ឆេះកាប់ទី4កាប់លំហណា64ដូចគ្នា64អន្តរកាប់ដូចគ្នា64អន្តរកាប់ណាអញ្ចឹងសួរតែមួយអន្តរកាប់នឹងរយៈពេលប្រហែលរយៈពេលនេះមួយដែលមនុស្សមានអាយុ140 0នេះណានេះទៅនេះមកទល់ធ្លាក់មកដល់10នេះខៃចុះមកដល់10នេះ10ឡើងទៅ1អសង្ខ័យវិញ1ទៅសេលេខ0 140ខ្ទង់នេះប៉ុណ្ណឹងប៉ុណ្នេះណានេះតោះនេះមនុស្សមួយអាយុ140 0នេះ1អសង្ខ័យឆ្នាំនេះណាខៃចុះមកដល់10ណា10អានេះ0 140 1អសង្ខ័យនេះ100ឆ្នាំដក1 100ឆ្នាំដក1នេះមកដល់10ឡើងទៅមកអសង្ខ័យវិញនេះមួយរយៈពេលនេះគេហៅថា1អន្តរកាប់ណាសួរវែងប៉ុណ្ណានិយាយមិនវែងយ៉ាងម៉េច1ទៅសេលេខ0 140ខ្ទង់100ឆ្នាំខៃចុះតែមួយឆ្នាំដកតែមួយហ្នឹងណារួចដកតែ100ឆ្នាំក្រោយមកទៀតអាទិន្នន័យហ្នឹងយកមកដកតែមួយឆ្នាំហ្នឹងអញ្ចឹងមិនមែនធ្លាក់គឹបណាធ្លាក់បន្តិចចឹងណាមកដល់10ឡើងទៅមកសងខៃសួរវែងដូចគ្នាហ្នឹងណាគាត់ថាវាលឿនជាង10ឡើង20តែម្ដងគុណ2យកមក10 20 40 80 160 320ឡើងគុណ2ចឹងទៅឡើងទទួលមកអសង្ខ័យវិញទៅដល់ហ្នឹងមានន័យថាជាចំណុចកំពូលទៀតហ្នឹងហើយនឹងចាប់ដើមធ្លាក់ចុះមកទៀតណាហ្នឹងហើយតែយើងអត់និយាយទេណាយើងនិយាយតែប៉ុណ្្នេះរយៈពេលប៉ុណ្ណឹងមកខៃចុះមកខៃឡើងវិញនេះណារាប់ថាមួយជុំហ្នឹងគេហៅថាមួយអន្តរកាប់ហើយការឡើងចុះនេះ